ខ្លាំងដូចគ្នាម្នាក់ជើងខ្លាំងនៅអាយ៉ានៅខាងបាត់ដបងបាទម្នាក់ក៏ជើងខ្លាំងបាទនៅភ្នំពេញគាត់ឆ្វេងពីបរិនធាក់ឆ្វេងមួយទៀតអាយ៉ាបាទអត់អីទេតក៏សូមស្វាគមន៍វត្តមានកីឡាករទាំងពីរឡើងមកកាន់សង្វៀនគ្រុឌគុណខ្មែរមរតកក្បាច់គុណគេពីដូនតាអំណាចខ្លាំងក្លាតតាំងសត្រូវស្មារតីមោះមុតប្រយុទ្ធបើកភ្លើងពេញខ្មាំងសត្រូវការពារទឹកដីក្រុមសាំងមលភូមិរៀបក្បួនយុទ្ធសាស្ត្រតែងតែយកឈ្នះលើខ្មាំងចង្រៃសិល្បៈគុណខ្មែរអរគុណច្រើនវត្តមានពុកម៉ែបងប្អូនវត្តមានរបស់កីឡាករទាំងពីរក៏បានបង្ហាញខ្លួននៅខាងលើសង្វៀនគ្រុឌគុណខ្មែររួចរាល់ចាំមើលតើការប្រកួតរបស់កីឡាករទាំងពីរនរណានឹងធ្វើបានល្អសម្រាប់ការប្រកួតនៅថ្ងៃនេះខ្ញុំបាទក៏សូមជម្រាបជូននៅសមត្ថភាពរបស់កីឡាករទាំងពីរបង្គោលក្រហមគេមានទម្ងន់40គីឡូក្រាមវ័យ14ឆ្នាំកម្ពស់1.50 ម៉ែត្រប្រកួតបានចំនួន56ដងឈ្នះ46ដងចាញ់5ដងនិងស្មើ5ដងធ្លាប់ផ្ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន20ដងប្រកួតចុងក្រោយឈ្នះកីឡាករឡើងដោយពិន្ទុគេមានស្រុកកំណើតនៅភូមិតាគុលសង្កាត់ពុនសាំងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញបន្តិចទៀតនឹងថ្វាយបង្គំគ្រូតាមរបៀបក្រុងរៀមសម្ដេចរិទ្ធមកពីក្លឹបរដាល់គុណខ្មែរ Super Fight and Gym នៃសមាគម កីឡាករយុទ្ធពលខេមរៈភូមិន្ទបងវឹកដោយលោកគ្រូផាតសូដាលោកស្រីនៃនាងកញ្ញាក៏សូមស្វាគមន៍អ្នកចំបាំងគ្រុឌគុណខ្មែររិទ្ធីបរឺអរគុណណាស់លោកអញ្ញាកដាលដែលដឹកនាំការប្រកួតសម្រាប់គូនេះតម្រូវទៅលើលោកគ្រូហ៊ុតវីប៊ែបាទអរគុណណាស់ពុកម៉ែបងប្អូនបាទប្រិមិត្តទូរទស្សនិកជនយើងឈានចូលមកដល់គូទី3នេះក៏ជាបេក្ខភាពដែលបងប្អូនទាំងអស់គ្នាទន្ទឹងតាមដាននិងរងចាំទស្សនាជាមួយនឹងការប្រកួតបេក្ខភាពគីឡូស្រាលគុណខ្មែររបស់យើងបាទទម្ងន់40គីឡូក្រាមហើយវ័យគឺប្រហែលគ្នាមិនលើសមិនខ្វះគ្នាបាទបុរិនឆ្នាំនេះ14ឆ្នាំហើយបញ្ញាភក្តីឆ្នាំនេះ13ឆ្នាំចឹងអត់អីទេបាទសំខាន់សមត្ថភាពការវឹកហាត់កន្លងមកថ្ងៃនេះយកមកបញ្ចេញនៅលើសង្វៀនគ្រុឌឲ្យបងប្អូនអ្នកគាំទ្របានឃើញថាតើថ្ងៃនេះនរណានឹងធ្វើបានល្អទទួលបាននៅជ័យជំនះបាទអញ្ចឹងសម្រាប់បាទកីឡាកររិទ្ធីបូរិនជឿជាក់ថាពុកម៉ែបងប្អូនបានស្គាល់ជាមួយនឹងស្នៀតឬក៏ស្គាល់ជាមួយនឹងឈ្មោះរបស់គេរួចរាល់ហើយបាទដោយឡែកកីឡាករបង្គោលខៀវបញ្ញាភក្តីសម្រាប់ការប្រកួតមួយនេះអាចថាជាការឱកាសរបស់គាត់កសោបល្អដែរបើសិនជាគាត់ធ្វើបានល្អអាចថាទទួលបានជ័យជំនះលើរិទ្ធីបូរិននេះនឹងគេថាឈ្មោះបញ្ញាភក្តីនឹងត្រូវបានកត់ចំណាំទុកជាបន្តជាហូរហែជាបន្តទៀតបាទជាការពិតអញ្ចឹងនេះគឺជាពេលវេលាសម្រាប់កីឡាករមិនថាតែបញ្ញាភក្តីមិនថាបូរិនគេមកនេះក៏គេមិនចង់ចាញ់ហើយបើយើងនិយាយបទពិសោធន៍ទៅប្រកួតនៅក្រៅប្រទេសអាចនិយាយថាបូរិនហ្នឹងគេស្គាល់បទពិសោធន៍ច្រើនហើយប៉ុន្តែតាមអ្វីដែលបញ្ញាភក្តីតាំងចិត្តគឺបើឈ្នះបូរិនគេនឹងទទួលបានកម្រិតមួយកម្រិតទៀតជាពិសេសគឺការតាំងចិត្តរបស់គេបាទជាការពិតបាទអញ្ចឹងសម្រាប់កីឡាករដែលគាត់មានឆន្ទៈក្នុងការជួបអ្នកខ្លាំងជួបអ្នកល្បីហ្នឹងគឺជារឿងដ៏ល្អហើយតសើកីឡាករដែលគាត់ថាគាត់ស្ម័គ្រខ្លួនមកណាបាទអញ្ចឹងចាំមើលថាការប្រកួតជាក់ស្ដែងយ៉ាងណាព្រោះថាបូរិននេះគឺ56ដងរាយបញ្ញាភក្តីគឺ23ដងមកខុសគ្នាចិត្តពាក់កណ្ដាលដែរបាទអញ្ចឹងបញ្ញាភក្តីប៉ះជាមួយនឹងបូរិនសិនបើថាលទ្ធផលយ៉ាងណាទុកឲ្យហូរអាណាន់ម្នាក់ទៀតបាទមិនរួមក្លឹបគាត់ដែរបូរិនហ្នឹងថ្មីគឺទៅតែប្រកួតហើយដែរបាទគឺប៉ុណ្ណាងទូកបាទចូលរួមអ៊ំទូកបាទពិធីបុណ្យអ៊ំទូករបស់យើងណាបាទហើយភ្លេចសួរបូរិនថាលទ្ធផលមិនទៅណាលទ្ធផលបរិនថាអ៊ំទុកមិនសូវបានល្អអញ្ចឹងមកប្រកួតគុនខ្មែរនេះគាត់ធ្វើឲ្យបានល្អបាទហើយនោះចំណុះទុកគាត់នោះមកជួយហូរមកជួយគ្រប់គ្រងមកជួយឲ្យទឹកនោះក៏ច្រើនដែរនឹងក្បែរប្រកួតបាទអូឥឡូវសុំចំណុះទុកជាមួយបរិនសុំសម្លេងតែដៃមួយមកបាទអូបាទឥឡូវសុំសម្លេងតែដៃជូនដល់បញ្ញាភក្តីមួយផងបាទកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកអញ្ញាកណ្ដាហ៊ុតវីប៊ែ
បាទលោកគ្រូហ៊ុតវិវែកំពុងតែជម្រាបជូននៅប័ណ្ណបញ្ជាការប្រកួតបាទជូនទៅដល់ក្មួយកីឡាករទាំងពីរបាទស្ដាប់ឲ្យបានច្បាស់កុំឲ្យប្រកួតទៅបាទគឺខុសប័ណ្ណបញ្ជាការប្រកួតនឹងខាតបាទហើយថ្ងៃនេះតាមដំណឹងខ្ញុំឃើញណាគឺអ្នកម្ដាយធររបស់បរិនក៏មកដែរណោះបាទអ្នកនាងសេងម៉ូលីនីអូបាទមានកូនធរទៀតបាទធម្មតាបាទអរគុណណាស់ទឹកទី1ក៏បានបង្ហាញជូនបាទដល់សហការីរបស់យើងបាទត្រៀមសម្រាប់ការប្រកួតហើយជម្រាបជូនបងប្អូនជាថ្មីចប់គូនេះរិទ្ធីគីងកុងប៉ះពុកអពុយបាទចក្រមត្រៀមប្រងព្រឹត្តប្រកួតប្រដាល់ក្រិតគុនខ្មែរគូពិសេសទី3ទឹកទី1បាទគុណច្រើនទស្សនាទឹកទី1បាទទាត់ស្វាគមន៍ពីបរិនទាត់ឆ្វេងទៅវិញស្វាគមន៍ដូចគ្នាពីបញ្ញាភក្តីបាទលោកតេះជើងក្រោមធាក់ឆ្វេងរបស់បរិនទាត់ឆ្វេងពីភក្តីបាទមានអីបាទជើងខ្លាំងដូចគ្នាម្នាក់ជើងខ្លាំងនៅអាយ៉ានៅខាងបាត់ដំបងបាទម្នាក់ក៏ជើងខ្លាំងបាទនៅភ្នំពេញទាត់ឆ្វេងពីបរិនធាក់ឆ្វេងមួយទៀតអាយ៉ាបាទអត់អីទេបាទដួលភ្លាមងើបភ្លាមបាទទាត់ក្រោមមួយទៀតពីភក្តីដើរចូលចាប់ចាក់ជង្គង់ពីភក្តីបាទចាក់ជង្គង់ភក្តីចាប់កាច់បាទលោកអញ្ញាកដាក៏ទាញញែកបាទញែកធាក់ឆ្វេងរបស់បរិនចេញបានមុនណាបាទធាក់ស្ដាំពីបញ្ញាភក្តីទាត់ក្រោមភក្តីទាត់ស្ដាំរបស់បរិនកាប់ពីជើងទៅលុកបណ្ដៃស្ដាំរបស់បរិនទាត់ក្រោមមួយទៀតអាយ៉ាស្នៀតមិនធម្មតាវ័យនៅក្មេងប៉ុណ្ណេះបង្ហាញជូនប៉ុណ្ណេះបងប្អូនមិនខកអំឡងទេបណ្ដៃឆ្វេងរបស់បរិនបណ្ដៃស្ដាំឆ្វេងពីបញ្ញាភក្តីធាក់ឆ្វេងចាប់ជើងទាត់កាប់ជើងក្រោមរបស់បរិនណាទៅសោណាមោះមុតដូចគ្នាបញ្ញាភក្តីក៏អត់ញញើតបរិនថាអត់បញ្ហាដូចគ្នាអញ្ចឹងមានតែ3ទឹកនេះប្រកួតឲ្យអស់ពីសមត្ថភាពបាទទាត់ក្រោមពីបញ្ញាភក្តីកែងរបស់បរិនចូលចាប់បាទចាប់គ្រាកែងរុះស្ដាំរបស់បរិនកែងសងចាក់ជង្គង់ពីបញ្ញាភក្តីបាទទាញចាក់ជង្គង់ភក្តីជង្គង់បរិនជាយាមទាញបាទទាញចាក់ជង្គង់បញ្ញាភក្តីបាទចាក់ជង្គង់មួយទៀតពីបញ្ញាភក្តីជង្គង់របស់បរិនជង្គង់លោកអញ្ញាកដាលក៏ញែកបំបែកបាទទស្សនាជាបន្តអាយ៉ាឥឡូវចាំបញ្ជាក់អូសម្រួលបន្តិចសិនអត់អីទេបាទអរគុណលោកហ៊ុនវាបែតោះយើងទៅបន្តទៀតបាទទាត់ឆ្វេងមួយរបស់បរិនអាយ៉ាយ៉ាងមិនចេះបញ្ញាមកក្តីថាទាត់ខិតលើតិចមកក្រោមចំក្រោមលើចំលើបើចំកដាលពាក់កដាលក្រោមពាក់កដាលលើអាចចំកន្លែងដែលត្រូវឈឺចាប់បាទមកដៃស្ដាំរបស់បរិនធាក់ស្ដាំពីបញ្ញាភក្តីបង្គោលខៀវញែកបាទញែកដូចគ្នាប្រយ័ត្នក៏ប្រយ័ត្នដូចគ្នាអត់ហ៊ានប្រហែលដូចគ្នាទេយល់ច្បាស់ពីសមត្ថភាពរៀងខ្លួនទាត់កាប់ម្នាក់មួយជើងលោកទាត់ក្រោមពីបញ្ញាភក្តីទាត់ឆ្វេងសងពីបរិនទាត់ឆ្វេងភក្តីទាត់កាប់ស្ដាំខាងលើរបស់បរិនដើរចូលមកដៃស្ដាំរបស់បរិនទាត់ស្ដាំមួយទៀតពីបរិនបាំងជាប់បាទបាំងជាប់ទាត់ក្រោមដូចគ្នាធាក់ឆ្វេងពីបរិនមួយដៃស្ដាំបរិនចាប់គ្រាកែងរុះរបស់បញ្ញាភក្តីចាក់ជង្គង់ពីបញ្ញាភក្តីដួលទៅទាំងពីរបាទមកជាបន្តទៀតបាទគៀងទាត់ស្ដាំពីបញ្ញាភក្តីបរិនចាប់ជើងជាប់ទាត់ក្រោមអត់អីភក្តីដើរចូលមកវិញចាប់ទឹកទី1បាទអរគុណចាប់ទឹកទី1បាទអរគុណច្រើនប្រិយមិត្តទស្សនិកជនបាទយើងទស្សនារូបភាពការពីទឹកទី1កន្លងទៅបាទស្ទុះចូលត្រង់នេះបាទធាក់ទល់មួយរបស់កីឡាកររដ្ឋីបរិនបាទដាច់ចំហរបស់កីឡាករបញ្ញាភក្តីញាក់ស្ទុះចូលមកទៀតបាទគេហៅថាហក់ដាល់ឬក៏ស៊ុបប្រផាញ់បាទធាក់ទល់ពីបញ្ញាភក្តីបាទគៀសជើងក្រោមដូចគ្នាបាទគៀងបន្តិចបាទពីបរិនបាទទាត់រលាស់ខាងលើបាទហៅថារទះជើងព្យុះសមុទ្របាទកណ្ដាប់ដៃស្ដាំចូលសៀតផ្កាបាទបញ្ញាភក្តីក៏ព្យាយាមបិទបាំងបាទព្យាយាមប្រើកណ្ដាប់ដៃស្ដាំមកវិញមានទៅមានមកណែទាត់វិញកាត់ចូលគល់តឡាចបាទហើយយើងត្រៀមបន្តទស្សនាការប្រកួតដ៏ជក់ចិត្តជាបន្តទៀតបាទថ្នាលគុណភាពទាំងពីរដែលនឹងឈានចូលមកដល់ទឹកទី2
ប្រដាក្រិតគុនខ្មែរគូពិសេសទី3ទឹកទី2បាទយើងរីករាយទស្សនាការប្រកួតបន្តទៀតបាទគូពិសេសទី3ឈានចូលមកដល់ទឹកទី2បង្គោលក្រហមអ្នកលេងអាវយ័នរិទ្ធិបុរិនប៉ះជាមួយនឹងបាទនាគតូចបាទដងស្ទឹងសង្កែគឺកីឡាករបញ្ញាភក្តីអ្នកខេត្តបាត់ដំបងបាទណែទឹកទី1បាទបដូរគ្នាជក់ចិត្តបាទនៅពេលដែលប្រកួតបែបនេះបានដឹងថាដៃគូរបស់បុរិននេះគេថាមានច្រើនបាទដើម្បីតែត្រៀមបុរិនត្រៀមប៉ះជាមួយនឹងបុរិនបាទជាពិសេសគេថាអ្នកបដាល់នៅតាមជាយដែនអ្នកបដាល់នៅតាមបណ្ដាក្លឹបផ្សេងបាទយ៉ាឥឡូវនេះចាំមើលថាបញ្ញាភក្តីធ្វើបានល្អកម្រិតណាសម្រាប់មកប៉ះបុរិនលើកនេះបាទកលៈដែលគណៈដែលមិត្តរួមក្លឹបរបស់គេគឺហូអាណាន់បាទទម្ងន់40គីឡូក្រាមដូចគ្នាក៏ចង់ប៉ះបុរិនចង់សាកស្នៀតដូចគ្នាបាទចង់សាកស្នៀតគុណដូចគ្នាឥឡូវនេះជង្គង់បាទព្យាយាមខ្ទាស់បាទបញ្ញាភក្តីនៅពេលដែលចូលចាប់គឺដៃគាត់បលុកខ្ទាស់ចូលខាងក្នុងជាប់បាទកែងរូបខ្លីមួយទៀតរបស់បញ្ញាភក្តីបាទបុរិននៅតែបន្តដើរចូលតិចបាទចាក់ជើងក្រោមស្ដាំមួយបាទបរិនប្រកួតចុងក្រោយនៅទឹកដីឡាវបាទឈ្នះបន្ទុកកីឡាករសឿដាំបាទចាក់មកដើរចូលទៅសម្លឹងមើលឲ្យស្ទុះចូលបាទដរិចបាទទាត់ស្ដាំរបស់បញ្ញាភក្តីចាប់ជើងបានទាត់ស្ដាំសងមកវិញរបស់រិទ្ធិបុរិនបាទដើរចូលណែថ្ងៃនេះសំបីតែលោកគ្រូផាត់ស្ដាក៏បាទមកជួយបបប្លង់ដល់បុរិនដែរព្រោះថាបញ្ញាភក្តីនេះក៏មិនធម្មតាបាទមិនធម្មតាដូចគ្នាបាទញាក់មួយបាទកំពុងតែសម្លឹងមើលគៀងបាទទាត់ម្នាក់មួយជើងកងស្មងបាទចាក់ជើងក្រោមធ្ងន់របស់បុរិននៃបញ្ញាភក្តីប្រាប់គោះបាទគោះឲ្យទាត់ទៀតថាជើងដូចរៀងនៅស្រាលដែរធ្លាប់តែល្បីតែបុរិនធ្ងន់ណែធាក់ទល់មួយរបស់បញ្ញាភក្តីបាទអាយ៉ាបាទគេថាអ្នកទាំងពីរសមត្ថភាពប្រហាក់ប្រហែលគ្នាបើសិនជាអត់ប្រហាក់ប្រហែលគ្នាក៏មិនមែនថាឆ្លងមកដល់ពាក់កណ្ដាលផ្លូវទឹកទី2ដែរបាទប៉ះជាមួយនឹងបញ្ញាភក្តីនេះក្រៅតែពីបុរិនក៏ពិបាកហើយបុរិននេះបាទថាប៉ះបញ្ញាភក្តីនេះមកក៏ថាពិបាកដូចគ្នាបាទដើរចូលធាក់ទល់មួយបុរិននៅតែព្យាយាមបាទដាក់គំនាបបាទព្យាយាមគៀងអាយ៉ាចាក់ជើងក្រោមបុរិនដូចជាសម្លឹងជើងក្រោមមកវិញបាទបដូរយុទ្ធសាស្ត្របាទវាយលើអត់ទៅសេរីក្រោមវាយក្រោមអត់ទៅសេរីលើបាទដើរចូលក្តាប់ដៃស្ដាំទាត់ស្ដាំរបស់បញ្ញាភក្តីទាត់ស្ដាំកាត់ធ្ងន់របស់រិទ្ធិបុរិនបាទបុរិននៅបន្តដើរចូលជាបន្តទៀតលុកក្តាប់ដៃស្ដាំមួយចាប់ជើងបានរបស់បុរិនព្យាយាមគ្រាកទាត់ស្ដាំរបស់បុរិនបញ្ញាភក្តីបាទចតុលរាមាមួយសិនបាទអ្នកចតុលរាមាឲ្យក៏ចូលចាប់គៀជាប់ត្រង់នេះលោកអាញាកដាលចាប់បំបែកបាទពេលវេលានៅសល់30វិនាទីជាបន្តទៀតបាទនឹងគូល្អមើលពេលវេលាដើរលឿនមែនទែនបាទជក់អថាធិប្បាយមើលម៉ោងចិត្តចប់បាទទាត់ឆ្វេងបាទលុកណាប់ដៃស្ដាំរបស់បុរិនបាទបញ្ញាភក្តីចាក់ជើងក្រោមកាត់សមកវិញបាទទាត់ឆ្វេងរបស់បញ្ញាភក្តីពីរជើងដុបបាទគៀក្តាប់ដៃខ្លីចូលចាប់គ្រាកជាប់បាទជង្គង់ឲ្យធ្វើចនាអត់បានអាលាក់បាទយ៉ាកែងបេះមួយរបស់បុរិនបាទប្រយ័ត្នខាងក្រោមបបេះមកកែងបាក់ណែគប់មកកែងចូលគល់កកមួយទៀតបាទគេថាសិតតែបច្ចេកទេសក្បាច់ស្នៀតក្បួនល្អដូចគ្នាអ្វីត្បិតថាក្នុងប្រភេទទម្ងន់ស្រាលវ័យនៅក្មេងប៉ុន្តែស្នៀតគុណគឺល្អដូចគ្នាបាទចាប់ទឹកទី2បាទអរគុណណាស់យើងស្វាគមន៍មកកាន់ការប្រកួតជាបន្តទៀតបង្ហាញជូនរូបភាព slow motion ការប្រកួតមុននេះក្នុងទឹកទី2ចាប់ជើងពីបុរិនចាប់ជើងហើយក៏ទាត់កាប់ស្ដាំមកវិញរបស់បុរិនបញ្ញាភក្តីថាអត់អីទេលើកជើងញាក់មួយសិនទាត់ឆ្វេងពីបុរិនទាត់ឆ្វេងដើរចូលហកចាក់ជង្គង់ឆ្វេងទៅមួយទៀតបាទហកចាក់ជង្គង់ឲ្យកន្លែងនេះទាត់កាប់ក្រោមលូកមកដៃស្ដាំទាត់សងស្ដាំមកវិញរបស់បញ្ញាភក្តីទាត់សងទៅវិញដូចគ្នាពីបុរិនបាទសងហើយក៏ចាប់គ្រាចាក់ជង្គង់របស់បញ្ញាភក្តីទាញចាក់ជង្គង់ស្ដាំរបស់បញ្ញាភក្តីព្យាយាមរុះកែងឆ្វេងរបស់បុរិនបាទរុះកែងឆ្វេងហើយក៏បន្តឈានចូលមកដល់ទឹកទី3បាទអរគុណដល់សក្ការីបាទបានជួននៅទឹកទី3បាទណែទឹកចង្ក្រៅប្រដាក្រិតគុនខ្មែរគូពិសេសទី3ទឹកទី3ដែលជាទឹកដាច់ព្រាត់ទស្សនាទឹកទី3ដែលជាទឹកដាច់ព្រាត់បាទទាត់ឆ្វេងពីបញ្ញាភក្តីឥឡូវនេះយើងរកឃើញបេក្ខភាព4នាក់បាទកូនសិស្សរបស់លោកគ្រូផាតស្ដា2កូនសិស្សរបស់លោកគ្រូឈុតសេរី2ចាំទៀតចាំខ្ញុំរាយរាប់ប្រាប់បាទទាត់ឆ្វេងពីបុរិនលុកឆ្វេងទាត់ក្រោមរបស់បញ្ញាភក្តីទាត់ក្រោមពីបញ្ញាភក្តីមួយដៃឆ្វេងទាត់សងដូចគ្នាបាទធាក់ឆ្វេងពីបញ្ញាភក្តីបង្គោលខៀវទាត់ស្ដាំបុរិនទាត់ឆ្វេងបញ្ញាភក្តីតែផ្លាសេទាត់ឆ្វេងមួយទៀតឆក់ស្ដាំ
បាទមានទៅមានមកតាមានអីមិនធម្មតាបាទ3ទឹកចូលវាយគ្នាណាទាត់ក្រោមមួយផ្ដួលពីបុរិនបញ្ញាដើរចូលបាទមួយដៃឆ្វេងញាក់មួយសិនពីបញ្ញាភក្តីទាត់ក្រោមពីបុរិនដើរចូលចាក់ជង្គង់របស់បញ្ញាភក្តីប៉ុន្តែបុរិនទាស់ជើងផ្ដួលបាទអត់អីបាទទៅបន្តទៀតទាត់ស្ដាំរបស់បុរិនទាត់ឆ្វេងទាត់ស្ដាំពីបញ្ញាភក្តីបាទជាមចាក់ជង្គង់របស់បញ្ញាភក្តីទាត់ក្រោមមួយទៀតបញ្ញាភក្តីលោកធាក់ឆ្វេងស្រាលពីបុរិនបាទគៀង1 2បាទលើកគ្រោះហត់ពីបែទាញមកកណ្ដាលសងវាបន្តិចសិនដើរចូលបុកជាបន្តទៀតគួរដៃទល់ដៃ1 2ទល់ដៃទាត់ឆ្វេងរបស់បញ្ញាភក្តីបុរិនគៀងទាត់ក្រោមមួយទៀតពីបុរិនបាទលោកញាក់ទាត់ក្រោមពីបញ្ញាភក្តីទាត់ស្ដាំពីបុរិនទាត់ស្ដាំមួយទៀតទាត់ឆ្វេងវិញពីបុរិនទាត់ស្ដាំពីបុរិនបាត់កែងពីបុរិនចាក់ជង្គង់ពីបញ្ញាភក្តីទាញរុះកែងបុរិនចាក់ជង្គង់ពីភក្តីកែងបុរិនអត់ចូលទេធាក់កាត់ស្ដាំពីភក្តីបាទចាប់ជើងក៏អស់ចំហដួលអត់អីងើបវិញបន្តការប្រកួតទាត់កាត់ស្ដាំបុរិនទាត់បាទញាក់មកវិញពីភក្តីទាត់ស្ដាំបុរិនទាត់ស្ដាំមួយទឹកគេផុតទាត់ឆ្វេងមកវិញរបស់ភក្តីបាទញាក់1 2បាទទល់ដៃធាក់ឆ្វេងរបស់បញ្ញាភក្តីលោកទាត់ក្រោមមួយទៀតភក្តីហក់ពុះកែងស្ដាំរបស់បុរិនបាទទាត់កាប់ស្ដាំមួយទៀតលហើយចុងច្រមុះទាត់ក្រោមមួយទៀតទាត់ក្រោមសងវិញពីភក្តីញាក់ទាត់ស្ដាំពីបុរិនទាត់ស្ដាំមួយទៀតបាំងជាប់ទាត់ឆ្វេងពីភក្តីបាទលើកទាត់ស្អាតណាបុរិនទាត់សងស្ដាំចាប់ជើងជាប់ទាត់ជើងក្រោមផ្ដួលខ្លួនទៅហើយពីបញ្ញាភក្តីបាទទៅជាបន្តទៀតលោកញាក់ឆ្វេងរបស់បុរិនទាត់ស្ដាំពីបុរិនកែងរបស់បុរិនបាទស្នៀតក្បាច់ស្អាតណាបុរិនបាទចាក់ជង្គង់មួយទៀតចាប់គ្រាកបាទទាញរុះកែងរបស់បញ្ញាភក្តីចូលកែងវិញដូចគ្នាណាបាទចាក់ជង្គង់បុរិនជង្គង់របស់ភក្តីជង្គង់ភក្តីក្បាច់ពិសេសបាទបែកផ្ដួលខាងក្រោមអូយចាប់ទឹកទី3បាទឆ្លងកាត់ការប្រកួត3ទឹកខ្ញុំសុំតសើទៅដល់បញ្ញាភក្តីបាទតសើដូចគ្នាទៅដល់បុរិនប៉ុណ្នេះបងប្អូនស្គាល់ភក្តីបដាណាទប់ជាមួយបុរិន3ទឹកមិនមែនថាភក្តីហ្នឹងគេថាមិនអាចទប់បុរិនបានទេប៉ុន្តែភក្តីឡើងមកនេះធ្វើបានប៉ុណ្នេះបងប្អូនចងចាំហើយបាទអញ្ចឹងគិតថាប៉ុណ្ណេះគឺជារឿងល្អសម្រាប់ក្មួយធនាលទាំងពីរបាទអរគុណណាស់បងប្អូនហើយជម្រាបជូនជាថ្មីយើងចាប់គូនេះយើងឈានចូលដល់គូរិទ្ធីគិញកុងបាទជាមួយនឹងពុកអាប៉ុយបាទតិចទៀតនេះយើងទស្សនាជាមួយរូបភាព slow motion បាទលោកទាត់ក្រោមរបស់ភក្តីមួយដៃស្ដាំរបស់បុរិនចាប់ជើងជាប់ទាត់ក្រោមផ្ដាច់ចន្ទុលខាងក្រោមតែម្ដងពីរិទ្ធីបុរិនទាត់កាប់ស្ដាំមួយទៀតបាំងជាប់ទាត់ស្ដាំមួយទៀតបាំងជាប់ទាត់ឆ្វេងវិញពីភក្តីទាត់ឆ្វេងឲ្យបុរិនដើរចូលចាប់បាទចាប់កន្លែងនេះចាប់ទាញចាក់ជង្គង់ពីភក្តីរុះកែងបន្តិចអត់ចំធាក់ស្ដាំបានបន្តិចចាប់ជើងជាប់ក៏អស់ចំហដួលទៅតែម្ដងបាទមកបន្តទៀតបាទលើកញាក់លូកក្តាប់ដៃឆ្វេងពីបុរិនទាត់ក្រោមពីភក្តីទាត់ក្រោមឲ្យបុរិនហក់ពុះកែងពីលើបន្តិចចាក់ជង្គង់បានបន្តិចរបស់ភក្តីបាទទាញឲ្យក៏ទាញឲ្យរុះកែងស្ដាំរបស់ភក្តីរុះកែងបុរិនសងមកកែងស្ដាំទៅវិញភ្លាមដូចគ្នាឈ្ងុយដូចភេសជ្ជៈបើកម្លាំងគ្រុឌអរគុណណាស់ស្ដាប់ការប្រកាសលទ្ធផលបាទបងកក្រហមរដ្ឋីបុរិនឈ្នះកីឡាករបង្គោលខេបញ្ញាភក្តីដោយពិន្ទុបាទបោះសតដល់បុរិនទទួលបានជ័យជំនះដោយពិន្ទុបាទសោកស្ដាយដល់បញ្ញាភក្តីប៉ុន្តែប្រកួតនេះធ្វើបានល្អណាស់ភក្តីបាទ